បងអើយបងមាន់ដុតមិនបាច់ថែម5ចានទៀតទេតាមមួយឆ្នាំងនេះគឺខ្ញុំញ៉ាំឡើងចង់ប្រេះពោះហើយបើសិនជានិយាយពីសាច់ពងមាន់ដុតវិញឡើងទន់ល្មើយហើយឡើងឈ្ងុយចាហើយបើនិយាយពីរសជាតិទឹកច្រឡុចវិញគឺថារសជាតិជូរប្រៃផ្អែមល្មមមិនប្រៃមិនហឹរពេកទេគឺថាល្មមមកឆ្ងាញ់ខ្លាំងចាថ្ងៃនេះផងដែរគឺនាងខ្ញុំមកធ្វើពងមាន់ដុតហើយចំពោះពងមាន់ដុតរបស់នាងខ្ញុំថ្ងៃនេះគឺសូមមួយឆ្នាំងធំបឹបតែម្ដងចាវីដេអូចេញរៀងក្រោយគេបន្តិចហើយក៏ប៉ុន្តែអាចអូសទាញបងប្អូនឲ្យសាក់ទឹកមាត់តាមនាងខ្ញុំបានចាឥឡូវនេះសូមបងប្អូនមកមើលពីរបៀបដុតពងមាន់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាហើយនេះគឺជាសិតតែគ្រឿងផ្សំទឹកជ្រលក់ទឹកអីរបស់នាងខ្ញុំហើយចំពោះទឹកជ្រលក់វិញគឺនាងខ្ញុំធ្វើដោយខ្លួនឯងទាំងអស់ចាចំពោះរសជាតិទឹកជ្រលក់តតែធ្វើខ្លួនឯងបានត្រូវចិត្តរបស់នាងខ្ញុំឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំដែលមានដូចជាស្ករបន្តិចប៊ីចេងបន្តិចម្សៅស៊ុបបន្តិចដាក់ចូលទៅក្នុងពងមាន់ចាហើយយើងក្លុកឲ្យបានសព្វឥឡូវនេះក៏នាងខ្ញុំដាក់ប៊ឺចូលហើយក៏ចាក់ពងមាន់ចូលទៅក្នុងឆ្នាំងបិទគម្របភ្លឹបទុករយៈពេលតែប្រហែលនាទីទេគឺឆ្អិនហើយបងប្អូនហើយបើនិយាយពីពងមាន់វិញគឺថាដុតឡើងស្មើនឹងមាត់ឆ្នាំងតែម្ដងចាបន្ទាប់ពីពងមាន់ដុតបានមកល្មមថាឆ្ងាញ់សម្រាប់ខ្លួនឯងហើយក៏បន្ថែមជាមួយនឹងម្ទេសចូលទៅបន្តិចឥឡូវនេះគឺថាមកចាប់ផ្ដើមលាយជាមួយនឹងទឹកជ្រលក់ហើយចំពោះទឹកជ្រលក់ញ៉ាំជាមួយនឹងពងមាន់ដុតរបស់នាងខ្ញុំគឺមានពីរមុខចាមានទាំងទឹកអំបិលម្រេចហើយនិងទឹកតៅហ៊ូហើយចំពោះអំបិលម្រេចហើយនិងទឹកតៅហ៊ូពេលដែលញ៉ាំជាមួយនឹងពងមាន់គឺថារសជាតិឆ្ងាញ់ដូចគ្នាចាឥឡូវនេះគឺចាប់ផ្ដើមផ្សំគ្រឿងចូលទៅក្នុងពងមាន់ដុតរបស់នាងខ្ញុំហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងទឹកម្រេចទឹកតៅហ៊ូថែមជាមួយនឹងជីពងទាកូនហើយក៏បន្ថែមជាមួយនឹងខ្ទឹមជ្រក់ចាបន្ទាប់ពីរៀបចំជាមួយនឹងពងមាន់ដុតរួចរាល់ហើយក៏មកបន្ថែមគ្រឿងផ្សំចូលទៅក្នុងពងទាកូនម្ដងចាចំពោះថ្ងៃនេះគឺសុទ្ធសឹងតែជាមុខម្ហូបដែលធ្វើឲ្យខ្លួនយើងឡើងគីឡូជាខ្លាំងរឿងឡើងគីឡូខ្លាំងគឺសូមក្របចោលបន្តិចសិនគឺសូមឆ្ងាញ់មកបន្តិចហើយថ្ងៃនេះចាឥឡូវនេះគឺថាទាំងពងទាកូនក៏ដូចជាពងមាន់ដុតរបស់នាងខ្ញុំគឺបានរៀបចំផ្សំគ្រឿងរួចរាល់អស់តែម្ដងហើយបងប្អូនមើលមកឃើញថាទំនងគួរឲ្យចង់ញ៉ាំអត់ចាបើសិនជាបងប្អូនមើលមកឃើញថាទំនងញ៉ាំចាបន្ទាប់ពីបងប្អូនឃើញវីដេអូបង្ហាញរបស់នាងខ្ញុំហើយសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកចាហើយមួយទៀតក៏សូមបងប្អូនចាចុច follow ម្នាក់មួយផងចាដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំហើយពេលនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំចាអរគុណច្រើនបាយបាយ